នទៅដល់គាត់ខ្លាំងមែនតើគាត់បានបញ្ជាក់ថាកម្ពុជាត្រូវការសន្តិភាពកម្ពុជាមិនត្រូវការសង្គ្រាមគឺថៃឡែនបានបាញ់ប្រហារមកលើកម្ពុជាគឺធ្វើសង្គ្រាមជាមួយនឹងកម្ពុជាទាំងកម្រៅនិងទ្រង់ទ្រាយធំតែម្ដងយោងតាមព័ត៌មានបាក់ថំបានឲ្យដឹងថាការបាក់ប្រហាររបស់យោធាថៃទៅលើទីតាំងប្រជាជនស៊ីវិលចាប់តាំងពីថ្ងៃទី8ខែធ្នូឆ្នាំ2025រហូតដល់ថ្ងៃទី9ខែធ្នូនេះគឺកាត់ត្រឹមពេលវេលាត្រឹមម៉ោង6ព្រឹកនេះបានបណ្ដាលឲ្យប្រជាជនស៊ីវិលចំនួន7នាក់បានបាត់បង់ជីវិតនិងរបួសចំនួន20នាក់ហើយក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវខុសខើនេះហើយនេះបង្ហាញយ៉ាងច្បាស់ការដែលភាគីថៃបានរំលោភបំពានលើបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃត្រឹមម៉ោង10នៅក្នុងការចេញផ្សាយនេះគឺស្ថានភាពនៅសមរភូមិទាំង14កំពុងឡើងកម្ដៅខ្លាំងយោធាថៃកំពុងបើកការបាញ់ប្រហារយ៉ាងសន្ធប់មកលើយោធាកម្ពុជាយ៉ាងណាយោធាកម្ពុជាប្រើសិទ្ធិការពារខ្លួនដោយការបាញ់តដៃវិញយ៉ាងខ្លាំងក្លាវិញផងដែរសូមបងប្អូនទាំងអស់គ្នាស្រែកជាសំឡេងតែមួយសម្រាប់អ្នកដែលគាត់ចេះភាសាបរទេសបញ្ចេញមកបងប្អូនគុំទុកនៅទៀតបងប្អូនណាបញ្ចេញទៅតាមប្រព័ន្ធបងប្អូនដែលគាត់ចេះលេង TikTok YouTube Facebook អីគឺចេញមកឲ្យអស់មកគឺឥឡូវនេះគឺថៃបានធ្វើការវាប្រហារមកលើយើងគឺទ្រង់ទ្រាយធំតែម្ដងដូច្នេះហើយយើងត្រូវតែបង្ហាញនិងប្រាប់ទៅកាន់ពិភពលោកឥឡូវនេះពិភពលោកគឺងាកមកឃើញកម្ពុជារងគ្រោះច្រើនខ្លាំងមែនទែនដោយសារតែថៃឡែនគឺបានបាក់ការវាប្រហារមុនមកលើកម្ពុជា